ពិតជាមិនគួរឲ្យជឿទេលោកអើយអតីតនិស្សិត IT ម្នាក់សុខចិត្តបោះបង់ការងារខ្លួនជាអ៊ីអនាម័យសម័យចាប់យកអាជីពជាម៉ែដោះមកតាមប្រភពម្ចាស់ព័ត៌មានបានឲ្យដឹងថាដោយសារអាជីពជាអ៊ីអនាម័យគឺមានការកើនឡើងជាខ្លាំងអញ្ចេះហើយធ្វើឲ្យទីផ្សារនៃប្រាក់ខែមានការថយចុះជាលំដាប់ចាជំរាបសួរអ្នកទាំងអស់គ្នាចាគ្មានអ៊ីអនាម័យគ្មានម៉ែដោះអីទេចាសូមស្វាគមន៍មកកាន់ជីវិតជាខ្ទួយមេដោះពេញមួយថ្ងៃរបស់ខ្ញុំចាគ្រាន់តែឃើញវីដេអូក៏ដឹងថាវាមុខប៉ុណ្ណាហើយណាមែនទេចានេះគឺជាកញ្ញាអាលីណាចាកញ្ញាបានធ្វើឲ្យមេដោះខ្ទួយម្នាក់នេះពិតជាវាមុខខ្លាំងមែនទែនចាក្នុងរយៈពេលមួយថ្ងៃចាធ្លាប់តែជិះឡានពុលឡានតែឥឡូវមិនបាច់ជិះឡានក៏ពុលដែរចាគឺពុលដោយសារកញ្ញាអាលីណាចាជីវិតជាមេដោះខ្ទួយគឺមិនត្រួតដូចអ្នកទាំងអស់គ្នាគិតនោះទេចាគឺមានការវិវត្តជាខ្លាំងចាបន្ទាប់ពីគុណស្រីតាមួយបានដេកហើយនាងខ្ញុំក៏ធ្វើការមួយចំអិនម្ហូបចាដើម្បីពិសានៅក្នុងពេលថ្ងៃត្រង់ចាបើមិនឆ្លៀតពេលនោះទេម៉ែដោះខ្ទួយម្នាក់នេះប្រកាសជាដាច់បាយជាមិនខានចាសម្រាប់មុខម្ហូបមួយនេះផងដែរគឺឆាសាច់ជ្រូកជាមួយនឹងម្ទេសចាងាយលឿនចាឆ្ងាញ់អស់ទាស់តែម្ដងចានេះទាំងអស់គ្នាចាបន្ទាប់ពីធ្វើម្ហូបរួចហើយម៉ែដោះខ្ទួយម្នាក់នេះក៏ចាប់ផ្ដើមពិសាជាមួយនឹងភោជនាអាហារថ្ងៃត្រង់ផងដែរចាគឺថាប្រហែលជាម៉ោង1ម៉ោង2ចាតម្រឹមនឹងបានបាយចាឥឡូវនេះផងដែរគឺនាងខ្ញុំមានដូចជាជ្រក់ត្រកួនជាមួយនឹងពងទាចៀនមួយគ្រាប់ផងដែរចាបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួចហើយចាកូនស្រីតែមួយក៏ភ្ញាក់ល្មមចាបន្ទាប់ពីកញ្ញាអាលីណាធ្វើការភ្ញាក់ហើយចានាងខ្ញុំក៏ចាប់ផ្ដើមងូតទឹកក៏ដូចជាដូរ៉ូសូជូនកញ្ញាចាមានភាពស្រស់ស្រាយនៅក្នុងឆាកជីវិតនេះស្អីគេស្រីឈីចាគឺយើងធ្វើការងូតទឹកងូតអីមកអញ្ចឹងហើយយកកន្សែងជូតបន្ទាប់មកយើងលាបម្សៅហើយយើងពាក់ជាមួយនឹងខោអាវជូនកញ្ញាចាគឺថាពាក់ខោអាវចាគ្រាន់តែចាប់ពាក់ខោអាវប្រើចំណាយពេលអស់រហូតដល់1ម៉ោងជាងចាគឺថាកញ្ញារពឹសដូចជាស្វាចាបន្ទាប់ពីចំណាយពេលអស់យ៉ាងយូរហើយចាសម្លៀកបំពាក់គឺពាក់មិនទាន់ចូលទេចូលតែខ slip cordio ចាគឺថាកញ្ញាមានការកោជាខ្លាំងចានាងខ្ញុំម៉ែដោះចាប៊ីសិនឡប់ម្ដងចាបន្ទាប់ពីធ្វើការពាក់កៅអៅរួចហើយឥឡូវនេះយើងធ្វើដំណើរទៅឆុងទឹកដោះគោចាឥឡូវនេះយើងធ្វើការឆុងទឹកដោះគោឲ្យកញ្ញាទាំងអស់គ្នាចាជាមួយនឹងទឹកដោះគោម៉ូតអ្វីទេចានាងខ្ញុំភ្លេចអានអំបីចាជាមួយយើងធ្វើការចាក់ទឹកដែលបានដាំរួចហើយចូលនៅក្នុងដបទឹកដោះគោមកបន្ទាប់មកក៏យើងដាក់ទឹកដោះគោចូលចំនួន5សាព្រាចាដោយសារតែការឆុងទឹកដោះគោរបស់ខ្ញុំមានការយូរអំបីខ្លាំងពេកតាកញ្ញាអាលីណាក៏មានការខឹងបួមមកជាខ្លាំងចាដោយសារតែមេដាអាឡៃតកាច់រៀងចាទៅធ្វើឲ្យការឆុងទឹកដោះគោមានការយូរអង្វែងចាឥឡូវនេះយើងបានឆុងរួចហើយយើងក៏យកទៅឲ្យអាលីណាទាំងអស់គ្នាចាឥឡូវនេះយើងធ្វើការបញ្ចុកគាត់ទាំងអស់គ្នាចាបន្ទាប់ពីកញ្ញាបានបើកទឹកដោះគោរួចហើយកញ្ញាក៏មាន power នៅក្នុងការបញ្ចេញកម្លាំងធាតុយ៉ាងខ្លាំងចាគឺកញ្ញាមានការរំកន្ធៈកន្ធេងខ្លាំងចាជាមួយនឹងបាត់បច្ឆាចាគឺថាញាក់យកតែម្ដងចាជាមួយនឹងក្បាច់រំដែលមានតែមួយប្រចាំតកោរបស់កញ្ញាចាគឺថាអូចាគឺថាអស់ស្ទះតែម្ដងចាបន្ទាប់ពីរំយ៉ាងយូរចាកម្លាំងធាតុរបស់កញ្ញាក៏ត្រូវបានថមថយចាកញ្ញាចាក៏បានធ្វើដំណើរទៅកាន់ក្រឡាបន្ទុំចាប៉ុន្តែកញ្ញាក៏បានធ្វើមាននេះមិនព្រមដេកទេចាដោយសារតែកញ្ញាមិនព្រមដេកចានាងខ្ញុំក៏ធ្វើការនាំកញ្ញាមកដល់ទស្សនកិច្ចជុំវិញបុរីទាំងអស់គ្នាចា